ធ្វើជាមនុស្សធំមិនមានន័យថាយើងត្រូវតែប្រកែកគ្រប់រឿងឬដឹងគ្រប់យ៉ាងនោះទេពេលខ្លះយើងបង្ខំខ្លួនឯងឲ្យធ្វើជាមនុស្សល្អខ្ជិលពេកហើយក៏ពិតគឺយើងអាចនឹងធ្វើខុសខ្លះហើយក៏បរាជ័យខ្លះវានឹងមានថ្ងៃខ្លះដែលយើងមានអារម្មណ៍ថាខ្លួនឯងបានការឬមានអារម្មណ៍ថាគេដើរទៅមុខបាត់អត់ហើយតែសោះតែយើងនេះឯងចឹងប៉ុន្តែវាមិនអីទេរាល់កំហុសវាមិនមែនជាផ្លូវតល់ទេតែវាគឺជាមេរៀនដែលជួយយើងរំងជាងមុនវិញកុំបន្តខ្លួនឯងខ្លាំងពេកអីអ្នកបានខំប្រឹងអស់ពីសមត្ថភាពហើយជាមួយនឹងអ្វីដែលអ្នកមាននៅក្នុងថ្ងៃនេះចូលបន្តដើរទៅមុខទៀតមិនខ្វល់ថាអ្នកដើរលឿនឬក៏យើងនោះទេទោះបីជាដើរបានតាមមួយជំហានតូចក៏ដោយក៏វាភាសាជាការដើរយើងជប់ដើរដែរអ្នកកំពុងតែធ្វើបានល្អហើយជួយមានសេចក្តីសុខចាប់ពីពេលនេះទៅមិនខ្វល់ថាជីវិតអ្នកកំពុងតែរវល់យ៉ាងណាក៏ដោយត្រូវចាំថាពេលវេលាដើរទៅមុខហើយមិនត្រឡប់ថយក្រោយវិញទេហើយវាក៏មិនរងចាំយើងដែរបើសិនបើយើងមិនចាប់យកឱកាសដែលយើងកំពុងតែមាន